រង្វាន់សិល្បៈធ្វើម្ហូបជប៉ុនមានគោលបំណងជ្រើសរើសមេចុងភៅលំដាប់ពិភពលោកនៃម្ហូបជប៉ុនដែលរៀបចំដោយ The Japanese Culinary Academy និងគាំទ្រដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងទីក្រុងតូក្យូអ្នកតែងតាំងមេចុងភៅចំនួន13នាក់រួមទាំងអ្នកឈ្នះបរទេស3នាក់នៃការប្រកួតបឋមពិភពលោកបានបង្ហាញពីជំនាញរបស់ពួកគេយើងមានគោលបំណងកំណត់ឱកាសដើម្បីមានអារម្មណ៍ថាមានឧត្តមភាពនៃម្ហូបជប៉ុននិងកោតសរសើររសជាតិនៃផលិតផលកសិកម្មនិងនេសាទរបស់ជប៉ុន日本食を作っていらっしゃる料理人の方たちにខ្ញុំសូមជូនពរឲ្យមេចុងភៅបរទេសនៃម្ហូបជប៉ុនបង្ហាញជំនាញរបស់ខ្លួននិងប្រាប់ពីភាពទាក់ទាញនៃម្ហូបជប៉ុនទៅកាន់បរទេសពេលវេលាកំណត់សម្រាប់ចម្អិនអាហារគឺ4ម៉ោងមេចុងភៅនឹងធ្វើប្រអប់អាហារថ្ងៃត្រង់បែបប្រពៃណីតំណាងឲ្យម្ហូបជប៉ុនខ្ញុំគិតថាវាជាវិធីដ៏ល្អបំផុតក្នុងការរៀនពីកម្រិតណាដែលខ្ញុំរៀនរហូតមកដល់សប្តាហ៍ថ្ងៃដោយត្រៀមខ្លួនសម្រាប់ការប្រឡងនេះគ្រឿងផ្សំសម្រាប់បទពិសោធន៍នំដំបូងរបស់ខ្ញុំគឺអ៊ូដូវារឹងណាស់ខ្ញុំស្ងោរវាកាត់វាហើយចៀនជាសរសៃនំសម្រាប់ខ្ញុំការចំអិនបង្គាគឺជាបទពិសោធន៍ដំបូងខ្ញុំបានប្រើវាជាគ្រឿងផ្សំរបស់ស៊ូស៊ីបង្គាគឺជាគ្រឿងផ្សំដ៏មានតម្លៃខ្ញុំមិនដែលឃើញបង្គានៅមិចស៊ិកទេប្រសិនបើខ្ញុំចំអិនបង្គានៅមិចស៊ិកអតិថិជននឹងកោតសរសើរភាពស្រស់របស់វាខ្ញុំចង់បង្កើនជំនាញនិងអារម្មណ៍នៃម្ហូបជប៉ុនក៏ដូចជាកម្រិតវប្បធម៌ឥឡូវនេះមានភោជនីយដ្ឋានជប៉ុនជាង 180,000 នៅជុំវិញពិភពលោកដើម្បីកែលម្អកម្រិតទាំងនេះខ្ញុំគិតថាយើងត្រូវបង្កើនចំនួនមេចុងភៅដែលមានបំណងចង់ធ្វើម្ហូបជប៉ុនមេចុងភៅជនជាតិជប៉ុនចំនួន5នាក់ត្រូវបានផ្ដល់រង្វាន់សម្រាប់ជំនាញរបស់ពួកគេប៉ុន្តែសិស្សបរទេសនៃសិល្បៈធ្វើម្ហូបជប៉ុនបានជួបប្រទះការប្រែប្រួលនៃគ្រឿងផ្សំរបស់ជប៉ុនវានឹងពន្លឿនការចង់បង្កើតម្ហូបជប៉ុនដ៏ស្រស់បំព្រងនិងពិតប្រាកដ